យ៉ាតូឡាអាលីខាមេនីប្រកាសថាអ៊ីរ៉ង់នឹងមិនលុតជង្គង់ចោះចាញ់ជាដាច់ខាតសង្គ្រាមបានផ្ទុះឡើង6ថ្ងៃហើយរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់អ៊ីស្រាអែលបានអះអាងថាចង់កំទេចប្រព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់មុននឹងអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរមកកំទេចអ៊ីស្រាអែលតែជាមួយគ្នានេះលោកនេតាន់យ៉ាហ៊ូក៏បានលើកឡើងថាបើសម្រាប់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់អាយ៉ាតូឡាអាលីខាមេនីបាននោះចំនួននេះនឹងត្រូវចប់លោកដូណាល់ត្រាំក៏បានប្រាប់ទៅអ៊ីរ៉ង់ថាត្រូវតែលុតជង្គង់ព្រមចុះចាញ់និងបានអះអាងទៀតថាអាមេរិកចង់សម្លាប់អាយ៉ាតូឡាអ៊ីរ៉ង់ពេលណាក៏បានដែរព្រោះងាយស្រួលណាបន្ទាប់ពីរងសម្ដីគម្រាមទាំងអស់នេះអាយ៉ាតូឡាអាលីខាមេនីអគ្គមគ្គុតេក៏ដឹកនាំកម្ពុជានៃរបបអ៊ីរ៉ង់បានចេញថ្លែងការណ៍សារការពីរុស្ស៊ីថ្ងៃទី18មិថុនាដោយអះអាងថាអ៊ីរ៉ង់គ្មានថ្ងៃចុះញោមជាដាច់ខាតប្រជាជនអ៊ីរ៉ង់នឹងឈរភាពរឹងមាំប្រឆាំងទៅនឹងសង្គ្រាមដែលគេបានដាក់មកលើខ្លួនដោយអ្វីដែលអ៊ីរ៉ង់តែងតែបានធ្វើមកទល់ពេលនេះអ៊ីរ៉ង់ក៏នឹងឈរយ៉ាងអង់អាចក្លាហានប្រឆាំងចំពោះសន្តិភាពដែលគេចាប់បង្ខំមកលើខ្លួនប្រជាជាតិអ៊ីរ៉ង់នឹងមិនចោះចាញ់នរណាម្នាក់នោះឡើយមិនថាអ្នកនោះមានបំណងដាក់ទណ្ឌកម្មឬគំរាមយ៉ាងណានោះទេការវាយប្រហារពីនៃសងសឹកដែលកម្លាំងយោធាអ៊ីរ៉ង់កំពុងធ្វើនិងមានគម្រោងធ្វើលើសត្រូវដ៏សាហាវព្រៃសៃមួយនោះគឺទណ្ឌកម្មដ៏ធ្ងន់ដែលធ្វើឲ្យសត្រូវចោទទន់ខ្សោយការដែលបកពួករបស់គេគឺសហរដ្ឋអាមេរិកលូកដៃចូលមកក្នុងរឿងនេះវាបានបញ្ជាក់រួចទៅហើយថាអំពីភាពទន់ខ្សោយសមត្ថភាពរបស់ពួកសត្រូវសូមទៅគម្រាមអ្នកណាផ្សេងទៀតដែលខ្លាចខ្លោបនិងគម្រាមរបស់អ្នកឯងចុះកុំមកគម្រាមប្រជាជាតិអ៊ីរ៉ង់ព្រោះអ៊ីរ៉ង់មិនខ្លាចញញើតអ្នកឯងបន្តិចណាឡើយការដែលអ្នកឯងមកប្រើពាក្យសម្ដីប្រាប់ប្រជាជាតិអ៊ីរ៉ង់លុតជង្គង់សូមចោះចាញ់គឺជារឿងមួយមិនត្រឹមត្រូវនិងខុសឆ្គងខ្លាំងណាស់អ្នកណាក៏ដោយដែលមានគំនិតចេះត្រិះរិះពិចារណានិងស្គាល់ពីតំបន់នេះច្បាស់ពិតជាដឹងយ៉ាងពិតប្រាកដថាប្រជាជាតិអ៊ីរ៉ង់និងប្រវត្តិសាស្ត្រអ៊ីរ៉ង់មិនអាចធ្វើរឿងកំសាកបែបនេះជាដាច់ខាតតើឲ្យយើងចោះចាញ់អ្នកណាអ៊ីរ៉ង់មិនមែនជាប្រជាជាតិដែលចោះញោមខ្លាចគេនោះទេការចូលលូកដៃរបស់អាមេរិកនៅក្នុងបញ្ហានេះគឺជាការជះផលវិបាកដ៏ធ្ងន់ធ្ងរទៅលើអាមេរិកខ្លួនឯងអ្នកឯងកំទេចអ៊ីរ៉ង់ប៉ុណ្ណោះអ៊ីរ៉ង់នឹងកំទេចអ្នកឯងច្រើនជាងនេះវិញប្រសិនបើអាមេរិកហ៊ានប្រើកម្លាំងទ័ពចូលរួមនៅក្នុងរឿងនេះនោះអាមេរិកនឹងរងការខូចខាតដ៏ធំមហិមាដែលគ្មានថ្ងៃអាចប៉ះពាល់ជួសជុលវិញបានឡើយប្រសិនបើសត្រូវដឹងថាយើងខ្លាចពួកវានោះពួកវានឹងមិនបន្ធូរដៃចំពោះយើងឡើយសូមប្រជាជាតិអ៊ីរ៉ង់ទាំងមូលតាំងចិត្តបន្តការបដិញ្ញាចិត្តដោយអ្វីដែលយើងបានធ្វើរហូតមកទល់ពេលនេះគ្រប់គ្នាគ្រប់សេវារដ្ឋសេវាបម្រើប្រជាជននិងអ្នកផ្សព្វផ្សាយព័ត៌មានត្រូវបន្តផ្សព្វផ្សាយពង្យល់មហាជនបន្តធ្វើការងាររៀងៗខ្លួនជាមួយនឹងការតាំងចិត្តដ៏រឹងមាំ